រាំងកាន់តែលេងទុកចិត្តអាមេរិកហើយនៅពេលនេះរហូតដល់ថ្នាក់លោកប្រធានាធិបតីអេម៉ានូអែលម៉ាក្រុងបានប្រកាសត្រៀមយកគ្រាប់នុយក្លេអ៊ែរទុកការពារសម្ព័ន្ធមិត្តតែម្ដងខណៈអាមេរិកប្រកាសផ្អាកផ្ដល់ព័ត៌មានសម្ងាត់ទៅដល់អ៊ុយក្រែនដែលនេះមិនខុសអំពីការយកក្រណាត់ទៅចងមុខទាហានអ៊ុយក្រែននោះទេដែលកំពុងតែតតាំងនឹងទាហានឈ្លានពានរបស់រុស្ស៊ីនោះនៅពេលកន្លងមកទាហានអ៊ុយក្រែនបាញ់កំទេចទីតាំងរបស់ទាហានរុស្ស៊ីច្បាស់ដូចថ្ងៃគឺបានអាមេរិកជាអ្នកផ្ដល់ព័ត៌មានសម្ងាត់ឲ្យព្រោះនៅលើពិភពលោកនេះគឺមានតែអាមេរិកទេដែលមានភ្នែកទិព្វចង់មើលកន្លែងណាក៏ឃើញដែរក៏ប៉ុន្តែបើអាមេរិកផ្អាកផ្ដល់ព័ត៌មានសម្ងាត់គឺមិនខុសអំពីការទុកឲ្យទាហានរបស់លោកសេឡិនស្គីប្រយុទ្ធទាំងងងឹតងងល់នោះឡើយដើម្បីបង្ខំឲ្យលោកសេឡិនស្គីអស់ផ្លូវដើរហើយព្រមធ្វើតាមខ្លួនលោកប្រធានាធិបតីដូណាល់ត្រាំបានប្រើគ្រប់មធ្យោបាយដូចជាផ្អាកផ្ដល់ជំនួយយោធាហើយកាលពីថ្ងៃពុធម្សិលមិញនេះមេ CAI បានប្រកាសជន់កលលោកសេឡិនស្គីថែមមួយកម្រិតទៀតថាឥឡូវអាមេរិកក៏ផ្អាកផ្ដល់ព័ត៌មានសម្ងាត់ដល់អ៊ុយក្រែនទៀតហើយក្រោយលោកសេឡិនស្គីហ៊ានតមាត់ជាមួយនឹងលោកដូណាល់ត្រាំអំឡុងជំនុំនៅសេតាវិមានកាលពីសប្តាហ៍មុនឃើញលោកដូណាល់ត្រាំលេងដឹងថាអ្វីល្អអ្វីអាក្រក់នោះបារាំងឯណោះគឺលោកប្រធានាធិបតីអេម៉ានូអែលម៉ាក្រុងបានចេញមកប្រកាសភ្លាមៗថាលោកនឹងពិចារណាពង្រីកការការពារសម្ព័ន្ធមិត្តដោយនឹងយកគ្រាប់នុយក្លេអ៊ែរមកការពារតែម្ដងគណៈបច្ចុប្បន្នបារាំងក៏ជាមហាអំណាចនុយក្លេអ៊ែរលេខ4នៅលើលោកដែរបន្ទាប់ពីរុស្ស៊ីអាមេរិកនិងចិនទន្ទឹមគ្នានោះលោកម៉ាក្រុងក៏បានលើកឡើងផងដែរថាអឺរ៉ុបត្រូវតែត្រៀមខ្លួនជួយអ៊ុយក្រែនទប់ទល់នឹងរុស្ស៊ីនៅពេលដែលអាមេរិកលេងនៅខាងយើងគណៈឥឡូវមើលទៅលោកត្រាំហាក់បីដូចជាស៊ីចង្វាក់ជាមួយនឹងលោកពូទីនទៅហើយនោះដោយឡែកសម្រាប់លោកសេឡិនស្គីឥឡូវគឺព្រមធ្វើតាមលោកត្រាំគ្រប់យ៉ាងហើយកាលពីម្សិលមិញនេះថែមទាំងបានលើកឡើងថាមានដំណើរវិជ្ជមាននៅក្នុងការផ្សះផ្សាទំនាក់ទំនងជាមួយនឹងអាមេរិកឡើងវិញហើយអាចនឹងមានកិច្ចប្រជុំដ៏សំខាន់មួយទៀតរវាងភាគីទាំងពីរនៅក្នុងពេលឆាប់ៗសូមបញ្ជាក់ថាអំឡុងពេលប្រកែកគ្នារឿងធានាសន្តិសុខលោកដូណាល់ត្រាំបានដាក់ចំទៅលោកសេឡិនស្គីថាវាជាចំណែកត្រឹមតែ 2% តែប៉ុណ្ណោះនៃបញ្ហាថាបើក្រុមហ៊ុនអាមេរិកទៅជីកយករ៉ែកម្ររបស់អ៊ុយក្រែនហើយគ្មាននរណាហ៊ានមកញញែញញ៉ៃក្នុងទឹកដីអ៊ុយក្រែននោះឡើយទីបំផុតលោកប្រធានាធិបតីបេដងដាច់វ៉ាឡូឌីមៀសេឡិនស្គីសុកចិត្តឲ្យតកំណាចអាមេរិកកាំងគឺលោកប្រធានាធិបតីដូណាល់ត្រាំដឹកជ្រុំមកហើយនឹងព្រមចុះកិច្ចព្រមព្រៀងរ៉ែកម្រទៀតផងក្រោយលោកត្រាំសម្រេចផ្អាកផ្ដល់ជំនួយយោធារហូតដល់ពេលណាដែលលោកគិតថាលោកសេឡិនស្គីអាចនិយាយគ្នាត្រូវទើបផ្ដល់ឲ្យវិញកាលពីថ្ងៃអង្គារម្សិលមិញនេះលោកសេឡិនស្គីបានលើកឡើងថាលោកចង់ធ្វើឲ្យរឿងនានាប្រែក្លាយជាល្អឡើងវិញជាមួយនឹងប្រធានាធិបតីដូណាល់ត្រាំហើយធ្វើការក្រោមការដឹកនាំដ៏ខ្លាំងពូកែរបស់ប្រធានាធិបតីអាមេរិករូបនេះដើម្បីទទួលបានសន្តិភាពយូរអង្វែងនៅអ៊ុយក្រែនក្នុងសត្រកថាជាសាធារណៈលើកដំបូងរបស់ខ្លួនចាប់តាំងពីពេលលោកដូណាល់ត្រាំផ្អាកផ្ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែនមកលោកសេឡិនស្គីបានលើកឡើងយ៉ាងដូចនេះថាលោកមានការសោកស្ដាយដែលបានជជែកយ៉ាងតឹងសរសៃកជាមួយនឹងលោកត្រាំកាលពីសប្តាហ៍មុនហើយឥឡូវលោកបដិញ្ញាចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្រដ៏សំខាន់ជាមួយទីក្រុង Washington ហើយទន្ទឹមគ្នានោះលោកក៏បានអំពាវនាវឲ្យមានបទជបាញ់នៅសមុទ្រនិងលើអាកាសផងដែរដើម្បីជាជំហានដំបូងឆ្ពោះទៅបញ្ចប់សង្គ្រាមរយៈពេល3ឆ្នាំកន្លងមកនេះការសម្រេចចិត្តកាលពីថ្ងៃច័ន្ទរបស់លោកដូណាល់ត្រាំក្នុងការផ្អាកការផ្ដល់ជំនួយយោធាដល់អ៊ុយក្រែនមិនគ្រាន់តែធ្វើឲ្យអ៊ុយក្រែនភ័យស្លន់ស្លោនោះទេក៏ប៉ុន្តែបានធ្វើឲ្យបណ្ដាប្រទេសនៅអឺរ៉ុបបុកពោះទៀតផងក៏ប៉ុន្តែបែរជាធ្វើឲ្យលោកប្រធានាធិបតីពូទីនពេញចិត្តស្ដូរលោកឌីមីទ្រីប៉ាស្កូវអ្នកនាំពាក្យវិមានក្រមឡើងបានសរសើរចំណាត់ការផ្អាកជំនួយយោធារបស់លោកត្រាំថាជាដំណោះស្រាយពិតប្រាកដដែលរុញឲ្យរបបទីក្រុងគៀវព្រមទទួលយកសំណើបទជបាញ់ដោយឡែកងាកមកមើលលោកត្រាំវិញលោកបានលើកឡើងអំឡុងសន្ទរកថាជាលើកដំបូងទៅកាន់សភាចាប់តាំងពីលោកវិលចូលមកអង្គុយនៅកៅអីសេតាវិមានថាលោកកំពុងតែធ្វើការដោយគ្មានខ្លាចនឿយហត់ដើម្បីបញ្ចប់ចំនួននៅអ៊ុយក្រែនហើយថាលោកសេឡិនស្គីបានត្រៀមខ្លួនរួចរាល់ហើយដើម្បីសញ្ញេលើកិច្ចព្រមព្រៀងរ៉ែកម្រក្រៅពីនេះលោកនៅតែសរសើរដល់គោលនយោបាយរបស់លោកក៏ដូចជាគោលនយោបាយដំឡើងពន្ធជាដើមដោយលើកឡើងថាអាមេរិកបានត្រឡប់មកវិញហើយក្តីស្រមៃរបស់អាមេរិកមកកាន់តែធំឡើងហើយប្រសើរឡើងជាងពេលមុនទៅទៀតនិយាយដល់រឿងព្រែកជីកប៉ាណាម៉ាលោកត្រាំបានលើកឡើងថាអាមេរិកយកកម្លាំងញើសឈាមមកកសាងវាហេតុដូច្នេះយើងមិនឲ្យវាទៅចិននោះទេយើងឲ្យវាទៅប៉ាណាម៉ាហើយយើងនឹងយកវាមកវិញពេលនិយាយដល់ដែនកោះ Greenland លោកត្រាំបានមានប្រសាសន៍ថាយើងស្វាគមន៍អ្នកចូលមករួមរស់ជាមួយនឹងអាមេរិកកាំងបើអ្នកជ្រើសរើសធ្វើយ៉ាងដូច្នេះលោកចូលទៅដល់រឿងពន្ធលោកត្រាំបានលើកឡើងថាលោកដំឡើងពន្ធលើផលិតផលកសិកម្មនាំចូលពីបរទេសគឺដើម្បីការពារអ្នកផលិតនៅក្នុងស្រុកហើយបើទោះបីជាវាធ្វើឲ្យតម្លៃទំនិញឡើងថ្លៃក៏ពិតមែនប៉ុន្តែលោកជឿជាក់ថាការដំឡើងពន្ធនោះនឹងធ្វើអាមេរិកមានឡើងវិញស្ដាប់លោកត្រាំនិយាយអួតអំពីគោលនយោបាយរបស់ខ្លួនពេកសមាជិកសភាមកពីគណៈបកប្រជាធិបតេយ្យមួយចំនួនបែរជាធុញទ្រាន់ហើយមានអ្នកខ្លះថែមទាំងដើរចេញលេងស្ដាប់ទៀតផងបច្ចុប្បន្នរុស្ស៊ីគ្រប់គ្រងដីរបស់អ៊ុយក្រែនបានប្រហែលជា 20% ទៅហើយប៉ុន្តែអត្រីខ្លាឃ្មុំតកគឺលោកប្រធានាធិបតីពូទីននៅតែហាស្ដីចេញទៀតថាលោកមិនចង់បានអ្វីដែលជារបស់គេនោះឡើយគណៈលោកសេឡិនស្គីចាប់ផ្ដើមចេះដឹងគុណអាមេរិកកាំងហើយសង្ឃឹមថាជំនួបប្រជុំមួយទៀតរវាងអាមេរិកនិងអ៊ុយក្រែននាសប្តាហ៍ក្រោយនៅទីក្រុងរីយ៉ាតប្រទេសអារ៉ាប៊ីសាអូឌីតនឹងទទួលបានផ្លែផ្កាប្រកបទៅដោយអត្ថន័យនោះលោកប្រធានាធិបតីសេឡិនស្គីផ្ទាល់ក៏នឹងអញ្ជើញទៅអារ៉ាប៊ីសាអូឌីតដែរនៅសប្តាហ៍ក្រោយប៉ុន្តែមិនចូលរួមនៅក្នុងជំនួបថ្មីនោះឡើយដោយទុកឲ្យមន្ត្រីសំខាន់ៗរបស់លោកជាអ្នកដើរតួជំនួបវិញបើទោះបីជាយ៉ាងណាក៏ដោយលោកបានបញ្ជាក់ថាទីក្រុងគៀវកំពុងតែធ្វើការហើយដើម្បីឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពឲ្យបានឆាប់តាមដែលអាចធ្វើទៅបានចំណែកលោកស្តេវបេសកជនពិសេសរបស់ប្រធានាធិបតីដូណាល់ត្រាំបានលើកឡើងថាលោកមានអារម្មណ៍រីករាយណាស់ដែលលោកសេឡិនស្គីបានផ្ញើលិខិតសុំទោសលោកប្រធានាធិបតីដូណាល់ត្រាំហើយចាប់ផ្ដើមចេះដឹងគុណអាមេរិកនោះហើយថាក្រុមការងាររបស់អាមេរិកចង់ពិភាក្សាលើគម្រោងការមួយដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ីអ៊ុយក្រែនឲ្យបានឆាប់បំផុតឈានមកដល់ចំណុចនេះមានសេចក្តីរាយការណ៍ថារុស្ស៊ីលេបយកទឹកដីអ៊ុយក្រែនបានប្រហែលជា 20% ទៅហើយប៉ុន្តែកាលពីថ្ងៃប្រហោះម្សិលមិញនេះលោកប្រធានាធិបតីពូទីនដែលក្រោកប្រសាភ្នែក
របស់លោកខាងលិចហៅថាជនឈ្លានពាននោះបានលើកឡើងនៅក្នុងសំរងសម្ដីដើមបែបនេះថាយើងមិនចង់បានអ្វីដែលជារបស់គេនោះឡើយក៏ប៉ុន្តែយើងក៏មិនបោះបង់អ្វីដែលជារបស់យើងដែរហើយថាទីក្រុងមូស្គូកំពុងតែស្វែងរកសន្តិភាពដែលអាចធានាសន្តិសុខដ៏យូរអង្វែងសម្រាប់ប្រទេសរុស្ស៊ីកាលពីថ្ងៃប្រហោះម្សិលមិញដល់ដែរក៏ជាពេលដែលសម្ព័ន្ធមិត្តនៅអឺរ៉ុបមកប្រមូលផ្ដុំគ្នាក្នុងទីក្រុងប្រ៊ុយសែលដើម្បីបង្ហាញការគាំទ្រងាករេដល់លោក Zelensky ផងដែរគណៈលេងសើជឿទុកចិត្តលើអាមេរិកនោះអំឡុងជំនុំដ៏សំខាន់នោះមេដឹកនាំអឺរ៉ុបទាំង27រូបបានឯកភាពគ្នាលើផែនការមួយដែលនឹងប្រមូលប្រាក់ចំនួន$860 លានទុកពង្រឹងវិស័យការពារជាតិរបស់អឺរ៉ុបប្រឆាំងនឹងការគំរាមកំហែងរបស់រុស្ស៊ីដែលមានមហិច្ឆតាវិទ្យាមិនចេះចប់មិនចេះហើយនោះថ្លែងសន្ទរកថាតាមទូរទស្សន៍នោះលោកម៉ាក្រុងបានបរិហារជាអាចចរិតឈ្លានពានរបស់ក្រុងមូស្គូហើយបានប្រកាសពីចេតនាបើកការតទល់យុទ្ធសាស្ត្រដើម្បីការពារទ្វីបអឺរ៉ុបដោយកងកម្លាំងនុយក្លេអ៊ែរបារាំងចំណែកប្រតិកម្មក្រុងមូស្គូគឺថាថ្ងៃប្រហោះទី6 ខែមីនាដោយថ្លែងក្នុងសន្និសីទសារព័ត៌មានលោកប្រមុខការទូតរុស្ស៊ី Sergei Lavrov បានថ្លែងដូចតទៅប្រកាសណាស់ដែលវោហាលោកម៉ាក្រុងគឺជាការគំរាមប្រទេសរុស្ស៊ីដោយគាត់មើលមកយើងថាជាការគំរាមហើយនិយាយថាចាំបាច់ត្រូវតែប្រើអាវុធនុយក្លេអ៊ែរត្រូវតែត្រៀមខ្លួនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងរុស្ស៊ីប្រកាសណាស់គឺជាការគំរាមមកលើរុស្ស៊ីមិនពិតលោកឡាវរ៉ូសចាត់ទុកថាមិនទំនងនឹងរវើរវាយទេតើសម្ដីចោទប្រកាន់តែថារុស្ស៊ីគ្រងវាយប្រហារអឺរ៉ុបស្អីណាចំណែកអ្នកនាំពាក្យវិមានក្រមឡាំងលោក Dmitry Peskov ចោទប្រធានាធិបតីបារាំងថាចង់ឲ្យសង្គ្រាមនៅអ៊ុយក្រែនឆាបឆេះតទៅទៀតចំពេលដែលរុស្ស៊ីនិងសហរដ្ឋអាមេរិកចាប់ដៃគ្នាដើរទៅមុខទៅកាន់កិច្ចចរចាខណ្ឌបញ្ចប់សង្គ្រាមនោះលោក Peskov បានប្រមាណថាសន្ទរកថាលោកម៉ាក្រុងពិតជាដកជាប់ដោយធាតុជំនួសជ្រុលហួសហេតុសន្ទរកថានោះអាចត្រូវបកស្រាយទាំងលំបាកលំបិនថាជាវោហារបស់ប្រមុខរដ្ឋដែលគិតអំពីសន្តិភាពមិនពិតបារាំងគិតជាបឋមគឺអំពីសង្គ្រាមតំណាងក្រមឡាំងគូបញ្ជាក់ទាំងបរិហារវោហាសាសនុយក្លេអ៊ែរបន្លឺឡើងដោយប្រធានាធិបតីបារាំងក៏ដូចជាបរិហារអភិមានៈលោកម៉ាក្រុងធ្វើជាមេខ្លោងនុយក្លេអ៊ែរសម្រាប់ទ្វីបអឺរ៉ុបដោយចោទបារាំងថាបិទមាត់ធ្វើគោនៅស្ងៀមស្ងាត់ចំពោះការវាយបកសម្ព័ន្ធអូតង់មកនៅគៀកជាប់នឹងព្រំដែនរុស្ស៊ីដែលម៉ូស្គូចាត់ទុកជាគ្រោះថ្នាក់ដល់អធិភាពរដ្ឋរុស្ស៊ីផ្ទាល់លោក Peskov ថ្លែងទៅក្រុមអ្នកកាសែតដោយមានទាំងតំណាងរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ចូលរួមផងបានបរិហារតមកទៀតលោកម៉ាក្រុងនិយាយអំពីប្រទេសរុស្ស៊ីប្រៀបបានជាខ្មាំងពេញទីរបស់បារាំងទន្ទឹមនេះអ្នកនាំពាក្យផ្លូវការនៃការទូតរុស្ស៊ីលោកស្រី Maria Zakharova បានថ្លែងជាអាចគ្មានលុះថ្ងៃណាឡើយដែលលោកម៉ាក្រុងធ្វើសេចក្តីថ្លែងការណ៍ឃ្លាតឆ្ងាយពីស្ថានភាពពិតជាស្ដែងហើយជួនកាលថែមទាំងបញ្ច្រាស់នឹងសេចក្តីថ្លែងការណ៍មុនរបស់គាត់ទៅផងតាមលោកស្រីលោកម៉ាក្រុងត្រូវតែសុំទោសប្រជាជនខ្លួនចំពោះការអន្តរង្គីឲ្យយល់ខុសរីឯមេការទូតរុស្ស៊ីលោកឡាវ៉ារ៉ូសបានប្រដូចរូបលោកម៉ាក្រុងទៅនឹងហ៊ីតលែរនិងណាប៉ូឡេអុងដែលទាំងពីរអ្នកនោះបានប៉ុនប៉ងច្បាំងឲ្យឈ្នះហើយដណ្ដើមយកទឹកដីរុស្ស៊ីតាមមើលទៅលោកម៉ាក្រុងចង់សម្រេចគោលដៅបែបនេះដែរលោកឡាវ៉ារ៉ូសបន្ថែមប្រមុខការទូតរុស្ស៊ីបានទាញយកសេចក្តីសន្និដ្ឋានថាម៉ូស្គូមិនអាចធ្វើសម្បទានអ្វីណាឡើយចំពោះការពង្រាយទ័ពអឺរ៉ុបរក្សាសន្តិភាពនៅអ៊ុយក្រែនដើម្បីធានាដល់បទឈប់បាញ់ជាយថាហេតុនៅទីនោះតែបាត់ការពិភាក្សាអំពីរឿងពង្រាយទ័ពនេះតាំងគោលដៅជាសត្រូវបើកមុខទល់នឹងរុស្ស៊ីគ្មានព័ត៌មានសម្ងាត់ពីខាងភាគីអាមេរិកកងទ័ពអ៊ុយក្រែនប្រៀបដូចមនុស្សភ្នែកញញប់នៅក្នុងសមរភូមិដែលមើលអ្វីឆ្ងាយមិនច្បាស់បាត់បង់តុល្យភាពយ៉ាងដូចនេះដែរនៅថ្ងៃពុធសប្តាហ៍នេះនៅក្នុងបរិបទដ៏តានតឹងរវាងអាមេរិកហើយនិងអ៊ុយក្រែននៅក្រៅការប្រកែកទាស់សម្ដីគ្នាខ្លាំងនៅសេតវិមានប្រធានទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក CIA លោក John Ratcliffe បានប្រកាសថាអាមេរិកបានសម្រេចផ្អាកលែងផ្ដល់ព័ត៌មានសម្ងាត់ទៅឲ្យអ៊ុយក្រែនដំណឹងនេះគឺអាចធ្វើឲ្យកងទ័ពអ៊ុយក្រែនហេងហាងក្រៃពីព្រោះវាមិនខុសអីពីការដកវ៉ែនតាពីមនុស្សម្ញុភ្នែកនោះទេដោយសម្រាប់ផ្អាកជំនួយយោធាហើយនឹងផ្អាកការចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែនតើរដ្ឋបាលលោកដូណាល់ត្រាំកំពុងតែដាក់ពិន័យអ៊ុយក្រែនដែលមានប្រធានាធិបតីហ៊ាននិយាយតវ៉ាតឹងសរសៃកជាមួយនឹងលោកនៅសេតវិមានឬក៏យ៉ាងណាមុននឹងនិយាយទៅដល់ផលប៉ះពាល់ដោយសារតែអាមេរិកលែងចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែននេះគេត្រូវតង់យល់ថាហេតុអ្វីបានជាអាមេរិកចែករំលែកព័ត៌មានសម្ងាត់ជាមួយនឹងអ៊ុយក្រែនតើវាមានប្រយោជន៍ជួយអ៊ុយក្រែនអ្វីខ្លះជាប្រទេសមហាអំណាចយោធាដែលមានបច្ចេកវិទ្យានាំមកគេភ្នាក់ងារស៊ើបការសម្ងាត់របស់អាមេរិកបានដឹងមុនគេមុនឯងពីចេតនារបស់លោកពូទីនដែលបានចល័តទ័ពរបស់រុស្ស៊ីទៅនៅព្រំដែនជាមួយនឹងអ៊ុយក្រែននៅចុងឆ្នាំ2021ពោលគឺនៅប្រមាណខែមុនបើកសង្គ្រាមឈ្លានពានអ៊ុយក្រែនគឺព័ត៌មានសម្ងាត់របស់អាមេរិកដដែលបានជួយឲ្យក្រុងគៀវរបស់អ៊ុយក្រែននេះជៀសរួចផុតមិនដួលរលំតាមរយៈការរៀបចំយុទ្ធសាស្ត្រទប់ទល់ទៅនឹងកងទ័ពរុស្ស៊ីដែលបានបែរទិសសម្រុកចូលដណ្ដើមកាន់កាប់ទីក្រុងគៀវនៅដើមដំបូងទីនៃសង្គ្រាមដើម្បីជួយអ៊ុយក្រែនប្រទេសចាញ់ប្រៀបរុស្ស៊ីទាំងចំនួនទ័ពហើយនិងសព្វាវុធរដ្ឋបាលលោកโจ Biden ក្រៅតែពីផ្ដល់ជំនួយសព្វាវុធបានចុះកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់ជាមួយនឹងអ៊ុយក្រែនដើម្បីប៉ះប៉ូវទៅដល់ការខ្វះខាតទាំងចំនួនទ័ពហើយនិងសព្វាវុធនៅភាគីអ៊ុយក្រែននេះគោលដៅរបស់ Washington គឺចែករំលែកព័ត៌មានសម្ងាត់ទាំងឡាយណាដើម្បីឲ្យអ៊ុយក្រែនមានសមត្ថភាពទាំងការពារខ្លួនហើយនិងវាយប្រហារចំគោលដៅដោយមិនខ្ជះខ្ជាយក្របសព្វាវុធនៅក្នុងយុទ្ធសាស្ត្រវាយប្រហារទៅលើកងទ័ពរុស្ស៊ីនៅលើដីគោកព័ត៌មានសម្ងាត់របស់អាមេរិកដែលផ្អែកទៅលើរូបភាពការរណបដែលមានសមត្ថភាពថតទម្លុះស្បែកពពកគម្របព្រៃឈើបានជួយឲ្យកងទ័ពអ៊ុយក្រែនដឹងជាមុនដឹងច្បាស់ពីទីតាំងទ័ពរុស្ស៊ីកន្លែងបាញ់ចេញមីស៊ីលហើយនិងឃ្លាំងស្តុកទុកអាវុធរបស់រុស្ស៊ីនៅលើសមុទ្រខ្មៅវិញអាមេរិកបានផ្ដល់ព័ត៌មានគួរឲ្យជឿជាក់ស្ដីពីទីតាំងហើយនិងគម្រោងប្រតិបត្តិការរបស់នាវាចម្បាំងរុស្ស៊ីដើម្បីជួយឲ្យអ៊ុយក្រែននេះអាចប្រើដ្រូនវាយប្រហារប្រកបដោយប្រសិទ្ធភាព
មន្ត្រីយោធាអ៊ុយក្រែនបាននិយាយប្រាប់កាសែតអាមេរិក Washington Post ថាប្រព័ន្ធចាប់សញ្ញាដ៏សែនទំនើបរបស់អាមេរិកបានជួយឲ្យអ៊ុយក្រែនមានសមត្ថភាពដឹងខ្លួនជាមុនពីគម្រោងវាយប្រហាររបស់សត្រូវជាពិសេសគ្រាប់មីស៊ីលរបស់រុស្ស៊ីអាមេរិកបានចែករំលែកព័ត៌មានសម្ងាត់ជាមួយនឹងអ៊ុយក្រែនដែលមានតាំងពីព័ត៌មានយុទ្ធសាស្ត្រតាក់ទងទៅនឹងគម្រោងការវាយប្រហាររបស់មេតបរុស្ស៊ីរហូតទៅដល់ព័ត៌មានតាក់ទិចដែលបានជួយឲ្យអ៊ុយក្រែនគេចផុតពីប្រព័ន្ធរំខានសញ្ញាដ្រូនឬក៏មិនធ្លាក់ទៅក្នុងអន្ទាក់វាយប្រហាររបស់កងទ័ពរុស្ស៊ីជាដើមព័ត៌មានសម្ងាត់របស់អាមេរិកនេះមិនត្រឹមតែជួយឲ្យអ៊ុយក្រែនអាចចាប់សញ្ញាចល័តទ័ពរុស្ស៊ីនៅក្នុងសមរភូមិតែប៉ុណ្ណោះទេក៏ប៉ុន្តែវាជួយឲ្យអ៊ុយក្រែនអាចកំណត់ផ្ទាំងសៀបវាយប្រហារនៅក្នុងទឹកដីរុស្ស៊ីដោយទទួលបានព័ត៌មានពីភ្នាក់ងារសម្ងាត់អាមេរិកកងទ័ពអ៊ុយក្រែនអាចវាយប្រហារចំគោលដៅច្រើនមិនថានៅតំបន់អ៊ុយក្រែនដែលកងទ័ពរុស្ស៊ីចូលឈ្លានពានឬក៏ក្នុងទឹកដីរុស្ស៊ីផ្ទាល់ដោយជួយឲ្យកងទ័ពអ៊ុយក្រែនវាយចំទៅលើគោលដៅយោធាហើយនឹងវាយស្ទាក់ជាមុនគម្រោងការវាយប្រហារផ្លូវអាកាសហើយនឹងមីស៊ីលរបស់រុស្ស៊ីនោះទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិកបានជួយឲ្យអ៊ុយក្រែនអាចទប់ទល់មិនឲ្យកងទ័ពរុស្ស៊ីបោះពួយលឿនខ្លាំងនៅក្នុងសមរភូមិដើម្បីវាយដណ្ដើមកាន់កាប់ទឹកដីអ៊ុយក្រែនក៏ប៉ុន្តែការសម្រេចរបស់ប្រធានទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិកកាលពីថ្ងៃពុធនេះនឹងធ្វើឲ្យប៉ះពាល់ប្រែកលាប់ចាក់ការប្រឹងប្រែងរបស់កងទ័ពអ៊ុយក្រែនជាក់ស្ដែងដោយសារតែអាមេរិកផ្អាកការចែករំលែកព័ត៌មានសម្ងាត់ជាមួយនឹងអ៊ុយក្រែននេះកងទ័ពអ៊ុយក្រែនគឺគ្មានទិន្នន័យដើម្បីអាចប្រើប្រាស់ប្រព័ន្ធបាញ់មីស៊ីលចម្ងាយឆ្ងាយរបស់អាមេរិកដូចជាប្រភេទមីស៊ីល Attack ដែលលោកโจ Biden បានអនុញ្ញាតឲ្យអ៊ុយក្រែនប្រើដើម្បីបាញ់ចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ីគ្មានព័ត៌មានសម្ងាត់ពីអាមេរិកអ៊ុយក្រែនមិនអាចប្រើប្រព័ន្ធខែលមីស៊ីលដើម្បីការពារដោយប្រសិទ្ធភាពទីក្រុងហេដ្ឋារចនាសម្ព័ន្ធពីការវាយប្រហារមីស៊ីលរុស្ស៊ីអាមេរិកផ្អាកការចែករំលែកព័ត៌មានសម្ងាត់ដែលសំខាន់ណាស់សម្រាប់យុទ្ធសាស្ត្រធ្វើសង្គ្រាមរបស់អ៊ុយក្រែននេះគឺមានន័យស្មើទៅនឹងការបិទឆ័ត្រការពារហុចឱកាសឲ្យរុស្ស៊ីអាចវាយប្រហារគ្រាប់មីស៊ីលទៅលើអ៊ុយក្រែនបានដោយស្រួលហើយនឹងអាចសម្រុកចូលកាន់តែគៀកខ្សែប្រយុទ្ធជួរមុខនៅក្នុងសមរភូមិមន្ត្រីយោធាអ៊ុយក្រែនដែលធ្វើការផ្នែកស៊ើបការសម្ងាត់បាននិយាយប្រាប់កាសែតអាមេរិកថាអ្វីដែលអ៊ុយក្រែនកំពុងតែបារម្ភខ្លាំងនៅពេលនេះគឺរុស្ស៊ីនឹងអាចឆ្លៀតពេលដែលអាមេរិកឈប់ផ្ដល់ព័ត៌មានសម្ងាត់ទៅឲ្យអ៊ុយក្រែននេះដើម្បីរៀបចំយុទ្ធសាស្ត្រចល័តប្រមូលផ្ដុំទ័ពឡើងវិញហើយនឹងបង្វែរកាណូមីស៊ីលបាញ់សោតទៅលើទីក្រុងគៀវដោយនៅក្នុងករណីវាយប្រហារនៅចុងសប្តាហ៍នេះយោងតាមមន្ត្រីអ៊ុយក្រែនខាងលើអ៊ុយក្រែនដែលមានស្តុកមីស៊ីលរបស់អាមេរិកច្រើនសម្រាប់ប្រើប្រាស់រហូតដល់ពាក់កណ្ដាលឆ្នាំនេះគឺនៅតែអាចប្រើមីស៊ីលរបស់អាមេរិកដើម្បីវាយប្រហារទៅលើរុស្ស៊ីបើទោះបីជាគ្មានទទួលព័ត៌មានសម្ងាត់ពីអាមេរិកក៏ប៉ុន្តែការវាយប្រហារនោះគឺនឹងមិនប្រកាសជាត្រូវចំគោលដៅនោះទេសមត្ថភាពប្រយុទ្ធរបស់អ៊ុយក្រែននេះនឹងមានកំណត់ដោយសារតែគ្មានជំនួយសព្វាវុធហើយនឹងព័ត៌មានសម្ងាត់ពីអាមេរិកទោះបីជាបារាំងចេញមុខធានាប៉ះប៉ូវអវត្តមានរបស់អាមេរិកចំណែកឯអឺរ៉ុបប្រឹងប្រែងសន្យាបន្តជួយអាវុធដល់អ៊ុយក្រែនក្តីអ៊ុយក្រែនដឹងច្បាស់ថាអ៊ុយក្រែនមិនអាចបន្តធ្វើសង្គ្រាមតទល់ទៅនឹងរុស្ស៊ីដោយគ្មានអាមេរិកឯខាត់លោកប្រធានាធិបតីដូណាល់ត្រាំបានលើកឡើងថាសម្ព័ន្ធភាពរវាងអាមេរិកនិងជប៉ុនគឺមិនស្មើភាពគ្នានោះឡើយពលគឺអាមេរិកមានកាតព្វកិច្ចត្រូវយកយោធាទៅការពារជប៉ុនប៉ុន្តែជប៉ុនបែរជាមិនតម្រូវឲ្យការពារអាមេរិកវិញហើយថែមទាំងបានចំណេញលើផ្នែកសេដ្ឋកិច្ចទៀតនោះលោកត្រាំបានលើកឡើងយ៉ាងដូចនេះគណៈរដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ប្រទេសជប៉ុនកំពុងតែរៀបចំដំណើរទៅកាន់ទីក្រុង Washington ដែលនៅក្នុងអំឡុងពេលនោះជប៉ុនអាចនឹងទាមទារឲ្យមានផែនការលើកលែងពន្ធគយរបស់អាមេរិកដែលគ្រោងនឹងដាក់លើដៃថែបអាលុយមីញ៉ូមរបស់ជប៉ុនលោកត្រាំបាននិយាយកាលពីថ្ងៃប្រហ័សដោយចោទជាសំណួរបែបនេះថាយើងមានទំនាក់ទំនងដ៏អស្ចារ្យជាមួយប្រទេសជប៉ុនប៉ុន្តែយើងមានកិច្ចព្រមព្រៀងដ៏គួរឲ្យចាប់អារម្មណ៍ជាមួយប្រទេសជប៉ុនដែលយើងត្រូវការពារពួកគេក៏ប៉ុន្តែពួកគេមិនចាំបាច់ការពារយើងទេហើយដោយវិធីនេះពួកគេបានចំណេញពីយើងខាងសេដ្ឋកិច្ចហើយចឹងខ្ញុំសូមសួរថាតាមពិតទៅតើនរណាគឺជាអ្នកបង្កើតកិច្ចព្រមព្រៀងទាំងនេះជាការឆ្លើយតបអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោកយូស៊ីម៉ាហ្សាបានលើកឡើងនៅក្នុងថ្ងៃសុក្រនេះថាជប៉ុនជឿជាក់ទៅលើទីក្រុង Washington ក្នុងការរក្សាកាតព្វកិច្ចរបស់ខ្លួនចំពោះសន្ធិសញ្ញាសន្តិសុខប្រទេសទាំងពីរចាំមើលទាំងអស់គ្នាតើអាចទៅរួចដែរឬទេមុខរបស់លោកប្រធានាធិបតីដូណាល់ត្រាំអាចនឹងនៅជាប់នៅក្នុងកែវភ្នែករបស់ពលរដ្ឋកម្ពុជាឬក៏ពលរដ្ឋទូទាំងពិភពលោកជារៀងរហូតពលគឺអាចនឹងជំនួសមុខលោក Benjamin Franklin លើក្រដាស់ប្រាក់$100ដែលពលរដ្ឋខ្មែរនិយមហៅថាតាសមុំបើអ្វីសម្រាប់តាមផែនការក្រោយលោក Wilson ដែលជាសមាជិកសភាមកពីគណៈបក្សសាធារណរដ្ឋប្រចាំរដ្ឋ South Carolina បានតាក់តែងសេចក្តីព្រាងច្បាប់ស្នើឲ្យបោះពុម្ពក្រដាស់ប្រាក់$250ដោយដាក់មុខរបស់លោកដូណាល់ត្រាំនោះឥឡូវមានសមាជិកសភាមកពីគណៈបក្សសាធារណរដ្ឋមួយរូបទៀតហើយបានចេញមុខស្នើឲ្យដកមុខរបស់លោក Benjamin Franklin ដែលត្រូវបានចាត់ទុកថាជាបិតាស្ថាបនិកសហរដ្ឋអាមេរិកដ៏សំខាន់បំផុតមួយរូបផងដែរនោះចេញអំពីក្រដាស់ប្រាក់$100ដែលកំពុងតែចាយទូទាំងពិភពលោកហើយជំនួសដោយដាក់មុខលោកដូណាល់ត្រាំវិញដើម្បីរំលឹកដល់គុណដល់លោកដូណាល់ត្រាំដែលកំពុងតែលះបង់កម្លាំងកាយចិត្តដើម្បីស្ដារសេដ្ឋកិច្ចអាមេរិកឲ្យឈានទៅដល់យុគសម័យមាសលោក Brandon បានប្រាប់ Fox News ថាលោកនឹងដាក់ចេញសេចក្តីព្រាងច្បាប់មួយដើម្បីស្នើឲ្យដាក់មុខរបស់លោកប្រធានាធិបតីដូណាល់ត្រាំលើក្រដាស់ប្រាក់$100ដើម្បីឲ្យពិភពលោកនៅចងចាំគាត់ព្រោះគាត់សុខចិត្តលះបង់ការលេងកីឡាវាយកូនហ្គោលលះបង់ការចំណាយពេលជាមួយនឹងក្រុមគ្រួសារមកធ្វើការបន្ថែមម៉ោងដើម្បីបម្រើជាតិការពារព្រំដែនជួសជុលទំនាក់ទំនងពាណិជ្ជកម្មមិនស្មើគ្នាជាមួយនឹងដៃគូពិភពលោកធ្វើឲ្យអាមេរិកមានធម៌ពលឯករាជ្យម្ដងទៀតនិងបញ្ចប់ជំនួយបរទេសដែលគ្មានប្រយោជន៍ជាដើមដើម្បីឲ្យអាមេរិកខ្លាំងអស្ចារ្យជាថ្មីនៅក្នុងអាណត្តិ4ឆ្នាំទៅមុខរបស់លោកប្រសិនបើត្រូវបានអនុម័តសេចក្តីព្រាងច្បាប់នេះនឹងក្លាយជាច្បាប់ដែលណែនាំឲ្យរដ្ឋមន្ត្រីក្រសួងរដ្ឋាភិបាលឲ្យចេញផ្សាយក្រដាស់ប្រាក់$100ជាថ្មីដែលមានមុខលោកដូណាល់ត្រាំនៅចុងឆ្នាំ2026អមដោយគោលដៅឲ្យដាក់ចរាចរណ៍ទូទាំងពិភពលោកនៅឆ្នាំ2029បើទោះបីជាយ៉ាងណាការផ្លាស់ប្ដូរមុខមេដឹកនាំលើក្រដាស់ប្រាក់
ដុល្លារអាមេរិកមិនមែនជាកិច្ចការងារងាយស្រួលនោះឡើយហើយការផ្លាស់ប្ដូរលើកចុងក្រោយគឺធ្វើឡើងនៅឆ្នាំ1929ជាពេលដែលលោក Andrew Johnson បានជំនួសលោក Glover នៅលើក្រដាស់ប្រាក់$20ផែនការរបស់រដ្ឋបាលលោក Obama ដើម្បីជំនួសមុខរបស់លោក Jackson ដោយប្រើលោកស្រី Harris ប៉ុន្តែមិនបានសម្រេចនោះទេបន្ទាប់មកលោក Trump បានចូលមកកាន់តំណែងសម្រាប់អាណត្តិដំបូងរបស់លោករដ្ឋបាលរបស់លោក Joe Biden បានបន្តកិច្ចខិតខំប្រឹងប្រែងនោះនៅឆ្នាំ2021ក៏ប៉ុន្តែមិនបានសម្រេចដូចគ្នាគណៈច្បាប់របស់សហរដ្ឋអាមេរិកបច្ចុប្បន្នក៏តម្រូវឲ្យមានការធ្វើវិសោធនកម្មជាមុនបើចង់អនុញ្ញាតឲ្យមនុស្សនៅរស់ត្រូវបានបោះពុម្ពនៅលើរូបិយប័ណ្ណទីនេះថាបណ្ឌិតអាមេរិកលោកដូណាល់ត្រាំបានចេញមកព្រមានចុងក្រោយដល់ក្រុមហាម៉ាស់ឲ្យដោះលែងចំណាត់ខ្មាំងដែលកំពុងតែត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សាឲ្យឆាប់មកបើមិនដូច្នោះទេពួកគេប្រកាសជាបានឃើញឋាននរកហើយលោកត្រាំបានលើកឡើងនៅក្នុងសារបង្ហោះដ៏វែងនៅលើបណ្ដាញសង្គម Truth Social របស់លោកថាខ្ញុំកំពុងតែបញ្ជូនឲ្យអ៊ីស្រាអែលនៅអ្វីគ្រប់យ៉ាងដែលត្រូវការដើម្បីបញ្ចប់ការងារនេះហើយគ្រប់សមាជិកក្រុមហាម៉ាស់ទាំងអស់កុំសង្ឃឹមថាមានសុវត្ថិភាពបើមិនព្រមធ្វើតាមខ្ញុំការព្រមាននេះលេចមានឡើងតែប៉ុន្មានម៉ោងតែប៉ុណ្ណោះបន្ទាប់ពីសេដ្ឋវិមានបានបញ្ជាក់ថាខ្លួនកំពុងតែធ្វើកិច្ចការពិភាក្សាដោយផ្ទាល់ជាមួយនឹងក្រុមហាម៉ាស់ជុំវិញបញ្ហាចំណាត់ខ្មាំងលោកត្រាំបានលើកឡើងបន្តនៅក្នុងសាររបស់លោកថាក្រុមហាម៉ាស់បានឃើញឋាននរកបើចំណាត់ខ្មាំងនឹងត្រូវបានដោះលែងឲ្យបានឆាប់លោកបានបន្ថែមថាដោះលែងចំណាត់ខ្មាំងទាំងអស់ឥឡូវនេះមិនមែននៅពេលក្រោយទេហើយប្រគល់សាកសពទាំងអស់នៃមនុស្សដែលអ្នកបានសម្លាប់បើមិនដូច្នោះទេគ្រប់សមាជិកក្រុមហាម៉ាស់កុំសង្ឃឹមថាបានឃើញពន្លឺថ្ងៃតទៅទៀតឲ្យសោះសភាពាណិជ្ជកម្មថៃនៅក្នុងថ្ងៃប្រហ័សនេះបានជំរុញឲ្យមានចំណាត់ការពីរដ្ឋបាលជុំវិញភាពមិនច្បាស់លាស់នៃគោលនយោបាយពាណិជ្ជកម្មរបស់អាមេរិកហើយបានស្នើឲ្យបង្កើតចំណាត់ការសង្គ្រាមដើម្បីទប់ស្កាត់ការគំរាមកំហែងនៃពន្ធគយណាមួយពីសំណាក់រដ្ឋបាលរបស់លោកដូណាល់ត្រាំសភាពាណិជ្ជកម្មថៃថាការភ័យស្លន់ស្លោរបស់ខ្លួនចំពោះគោលនយោបាយពាណិជ្ជកម្មរបស់អាមេរិកគឺជារឿងត្រឹមត្រូវហើយប្រទេសថៃត្រូវតែពិនិត្យឡើងវិញជាបន្ទាន់នៅពន្ធនាំចូលលើទំនិញរបស់អាមេរិកនិងការនាំចូលដែលកំពុងតែកើនឡើងដើម្បីកាត់បន្ថយតុល្យភាពពាណិជ្ជកម្មជាមួយនឹងទីក្រុង Washington ចំពេលដែលចំនួនពាណិជ្ជកម្មជាសកលលោកប៉ុយអារ៉ាំវឌ្ឍនានអនុប្រធានសភាពាណិជ្ជកម្មបានប្រាប់សន្និសីទសារព័ត៌មានថាថ្ងៃនេះប្រសិនបើសួរថាតើយើងកំពុងតែភ័យស្លន់ស្លោចំពោះអាមេរិកឬក៏អត់យើងត្រូវភ័យស្លន់ស្លោព្រោះវាគឺជាផ្សារនាំចេញលេខ1របស់យើងពេលវេលាគឺខ្លីណាស់ប្រសិនបើយើងមិនប្រញាប់ប្រញាល់មិនឆ្លើយតបជាផ្លូវការចំពោះអ្វីដែលកំពុងតែកើតឡើងនោះយើងនឹងជួបបញ្ហាយើងត្រូវតែត្រៀមខ្លួនហើយនឹងឆ្លើយតបដោយយុត្តិធម៌សម្រាប់គ្រប់ភាគីអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ថៃកាលពីឆ្នាំមុនដែលមានចំនួន 18.3% នៃការនាំចេញសរុបរបស់ថៃរົບទឹកទៀតហើយចិនរកឃើញសារធាតុខ្លាំងជាងនុយក្លេអ៊ែររហូតដល់200ដងដែលអាចផ្ដល់ថាមពលប្រើមិនចេះអស់រហូតដល់60000ឆ្នាំខណៈកំពុងតែផ្ទុះសង្គ្រាមពាណិជ្ជកម្មសាជាថ្មីជាមួយនឹងអាមេរិកការរកឃើញដ៏ពិសេសនេះត្រូវបានចេញផ្សាយនៅក្នុងនីតិនុប្រវត្តិ Geological Review របស់ប្រទេសចិននៅក្នុងពេលថ្មីនោះគឺលោហៈធាតុវិទ្យុសកម្ម thorium ដែលជាប្រភេទលោហៈធាតុពណ៌ប្រាក់ដែលអាចបង្កើតថាមពលច្រើនជាងអ៊ុយរ៉ាញ៉ូមរហូតដល់200ដងឯណោះវាគឺជាសារធាតុដែលមានអត្ថប្រយោជន៍ច្រើនចំពោះប្រភពថាមពលបើធៀបទៅនឹងសារធាតុអ៊ុយរ៉ាញ៉ូមព្រោះថា reactor of Bohr រលាយផ្ទុក thorium អាចផលិតបានថាមពលដែលស្ទើរតែគ្មានការសំណល់វិទ្យុសកម្មហើយក៏មិនត្រូវការទឹកស្អុំផងដែរដែលនេះគឺពិតជាល្អសម្រាប់បរិស្ថានមានសេចក្តីរាយការណ៍ថាកន្លែងជីករ៉ែតែមួយគត់របស់ចិនអាចផ្ដល់ទិន្នផលប្រហែលជា1លានតោននៃសារធាតុ thorium ដែលនេះមានន័យថាតំបន់រករ៉ែ Bayan Abo ដែលស្ថិតនៅក្នុងតំបន់មង្គលីខាងក្នុងអាចផលិតថាមពលគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការនៅក្នុងប្រទេសចិនទាំងមូលបានរហូតដល់60000ឆ្នាំឯណោះលោក Fan Feng Hai ដែលជាអ្នកដឹកនាំការស្រាវជ្រាវខាងលើបាននិយាយថារយៈពេលជាមួយសតវត្សរ៍មកនេះដែលប្រទេសនានាបានចូលរួមនៅក្នុងសង្គ្រាមឥន្ធនៈ fossil ប៉ុន្តែនៅសុកនឹកស្មានមិនដល់ថាចិនបានរកឃើញគំនប់មិនអាចកាត់ថ្លៃបាននៅក្រោមជើងខ្លួនយ៉ាងដូចនេះសោះគណៈវាជាដំណឹងល្អប៉ុន្តែមនុស្សជាច្រើននៅតែមានការព្រួយបារម្ភខ្លាចសារធាតុ thorium នេះត្រូវបានប្រើប្រាស់ខុសគោលដៅដូចជាការផលិតគ្រាប់បែកជាដើមដំណឹងល្អនេះទៀតសោតលេចមានឡើងគណៈដែលចិនបដិញ្ញាថានឹងប្រយុទ្ធតតាំងដល់ទីបញ្ចប់នៅក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយនឹងអាមេរិកក្រោយលោកប្រធានាធិបតីដូណាល់ត្រាំសម្រាប់ដំឡើងពន្ធរហូតដល់20%លើទំនិញគ្រប់មុខរបស់ចិនដែលនាំចូលទៅកាន់ទឹកដីអាមេរិកនោះដើម្បីជាការសងសឹកចិនបានសម្រេចយកពន្ធរហូតដល់ 15% វិញទៅលើទំនិញអាមេរិកមួយចំនួនពង្រីកការគ្រប់គ្រងនាំចេញទៅលើក្រុមហ៊ុនអាមេរិកជាង10ក្រុមហ៊ុននិងដាក់ពាក្យបណ្ដឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោកជាដើមលោក Lin Jian ដែលជាអ្នកនាំពាក្យក្រសួងការបរទេសចិនបានបោះពាក្យសម្ដីថាបរិវត្តចិនមិនដែលអោនក្បាលខ្លាចការសម្លុតឬការគំរាមកំហែងនោះឡើយហើយយកការបង្ខិតបង្ខំឬការគំរាមដាក់សម្ពាធលើចិនគឺច្រឡំធំហើយចិនមិនព្រឺរោមនោះទេហើយបើចង់ធ្វើសង្គ្រាមពន្ធសង្គ្រាមពាណិជ្ជកម្មចិនអាចកំដរបានរហូតដល់ទីបញ្ចប់រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយីបានលើកឡើងនៅថ្ងៃសុក្រនេះថាប្រសិនបើប្រទេសមហាអំណាចធំចូលលើមូលដ្ឋានអាងអំណាចនោះវានឹងធ្វើឲ្យខូចសណ្ដាប់ធ្នាប់ពិភពលោកធ្ងន់ធ្ងរហើយឈានទៅដល់រោគច្បាប់ព្រៃដែលធ្វើឲ្យងាប់ប្រទេសតូចតាចទន់ខ្សោយមហាអំណាចគួរតែទទួលខុសត្រូវជាអន្តរជាតិនិងបំពេញការបដិញ្ញាចិត្តជាសកលរបស់ខ្លួននេះគឺជាសម្រងសម្ដីដើមរបស់លោកវ៉ាងដែលបានឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធនឹងការដើរចេញរបស់ទីក្រុង Washington ពីការទទួលខុសត្រូវអន្តរជាតិគណៈអាមេរិកកំពុងតែដាក់ការសង្ស័យលើស្ថាប័នអន្តរជាតិនិងដកខ្លួនចេញអំពីស្ថាប័នរបស់អង្គការសហប្រជាជាតិដូចជាអង្គការសុខភាពពិភពលោកនិងក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិជាដើមក្នុងពេលជាមួយគ្នានេះលោកត្រាំក៏បានបញ្ចេញវោហារស័ព្ទចក្រពត្តិនិយមដោយបង្ហាញអំពីមហាចតាចង់បានដែនកោះ Greenland ចង់បានព្រៃជីកប៉ាណាម៉ានិងកាណាដាដោយយកបញ្ហាសន្តិសុខជាតិធ្វើជាលេសលោកវ៉ាងក៏បានវិប្រហារបន្តទៅកាន់អាមេរិកផងដែរដោយចោទប្រកាន់អាមេរិកថាគ្មានអរិយាប័ត្រជាមហាអំណាចហើយយកអំណាចរបស់ខ្លួនដែលគៀបសង្កត់ដូចជាធ្វើឲ្យសង្គ្រាមពាណិជ្ជកម្មកាន់តែអាក្រក់ជាដើមហើយនេះគឺមិនខុសអំពីការឈានទៅរកច្បាប់ព្រៃដែលទីបំផុតនឹងធ្វើឲ្យងាប់តែប្រទេសតូចតាចទន់ខ្សោយតែប៉ុណ្ណោះ
មហាយៈចិនបានព្រមានអាមេរិកថាខ្លួនបានត្រៀមរួចជាស្រេចហើយដើម្បីធ្វើសង្គ្រាមគ្រប់ប្រភេទជាមួយនឹងទីក្រុងវ៉ាស៊ីនតោនបន្ទាប់ពីបានសងសឹកវិញប្រឆាំងនឹងការដំឡើងពន្ធពាណិជ្ជកម្មរបស់ប្រធានាធិបតីដូណាល់ត្រាំនោះមហាអំណាចសេដ្ឋកិច្ចកម្ពុជាទាំងពីររបស់ពិភពលោកបានខិតកាន់តែគៀកទៅហើយនៃសង្គ្រាមពាណិជ្ជកម្មបន្ទាប់ពីលោកត្រាំបានដាក់ពន្ធបន្ថែមទៅលើទំនិញទាំងអស់របស់ចិនរហូតដល់ 20% ចិនបានសងសឹកយ៉ាងឆាប់រហ័សវិញដោយយកពន្ធ10ទៅ 15% ទៅលើផលិតផលកសិកម្មរបស់អាមេរិកស្ថានទូតចិនបាននិយាយនៅលើបណ្ដាញសង្គមអេកថាប្រសិនបើសង្គ្រាមគឺជាអ្វីដែលសហរដ្ឋអាមេរិកចង់បានមិនថាសង្គ្រាមពន្ធគយសង្គ្រាមពាណិជ្ជកម្មឬក៏សង្គ្រាមប្រភេទផ្សេងទៀតទេពួកយើងត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធរហូតដល់ទីបញ្ចប់នេះគឺជាវោហាដ៏ខ្លាំងបំផុតរបស់ចិនចាប់តាំងពីលោកត្រាំឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកមកហើយវាលេចឡើងខណៈដែលមេដឹកនាំចិនបានប្រមូលផ្ដុំគ្នាក្នុងទីក្រុងប៉េកាំងសម្រាប់សមាជជាប្រចាំឆ្នាំអំឡុងសមាជនោះនាយករដ្ឋមន្ត្រីចិនលោកលីហ្គាំងបានប្រកាសថាប្រទេសចិននឹងបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនម្ដងទៀតចំនួន 7.2% នៅក្នុងឆ្នាំនេះ